ម៉ាថាយចំពោះ6ចូលប្រយ័ត្នកុំឲ្យអ្នករាល់គ្នាធ្វើទៀននៅមុខមនុស្សឲ្យតែគេឃើញឡើយបើធ្វើដូច្នោះនោះអ្នករាល់គ្នាគ្មានរង្វាន់នៅនឹងព្រះវរបិតានៃអ្នកដែលទ្រង់គង់នៅឋានសួគ៌នោះទេដូច្នេះកាលណាអ្នកធ្វើទៀននោះកុំឲ្យផ្លុំថ្រែនៅមុខអ្នកដោយពួកមានពុតដែលប្រព្រឹត្តនៅក្នុងសាលាប្រជុំហើយតាមផ្លូវដើម្បីឲ្យបានមនុស្សលោកសរសើរខ្លួននោះឡើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាគេបានរង្វាន់គេហើយប៉ុន្តែកាលណាអ្នកធ្វើទៀននោះកុំឲ្យដៃឆ្វេងដឹងការដែលដៃស្ដាំធ្វើឡើយដើម្បីឲ្យអំពើទៀនរបស់អ្នកបានស្ងាត់កំបាំងនោះព្រះវរបិតានៃអ្នកដែលទ្រង់ទតឃើញក្នុងទីសម្ងាត់ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រសិទ្ធច្បាស់កាលណាអ្នកអធិដ្ឋានកុំឲ្យធ្វើដូចមនុស្សមានពុតដែលចូលចិត្តឈរអធិដ្ឋាននៅក្នុងសាលាប្រជុំហើយនៅជ្រុងផ្លូវឲ្យមនុស្សលោកឃើញនោះឡើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាគេបានរង្វាន់គេហើយតែឯអ្នកកាលណាអធិដ្ឋាននោះត្រូវឲ្យចូលទៅក្នុងបន្ទប់ហើយបិទទ្វាររួចអធិដ្ឋានដល់ព្រះវរបិតានៃអ្នកដែលទ្រង់គង់នៅទីលក្ខកំបាំងចុះនោះព្រះវរបិតានៃអ្នកដែលទតឃើញក្នុងទីលក្ខកំបាំងទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រសិទ្ធច្បាស់ហើយកាលណាអធិដ្ឋាននោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនដោយពួកសាសដតីឡើយត្បិតគេស្មានថាព្រះទ្រង់នឹងស្ដាប់គេដោយគេពោលពាក្យជាច្រើនដូច្នេះកុំឲ្យអ្នករាល់គ្នាធ្វើដូចគេឡើយបិទព្រះវរបិតានៃអ្នកទ្រង់ជ្រាបនៅរបស់អ្វីដែលអ្នកត្រូវការមុនដែលអ្នកសូមផងដូច្នេះចូលអធិដ្ឋានបែបយ៉ាងនេះវិញថាអោព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យរាជទ្រង់បានមកដល់សូមឲ្យព្រះハរតីទ្រង់បានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរសូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះសូមអត់ទោសសេចក្តីកំហុសរបស់យើងខ្ញុំដូចជាយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយតែសូមប្រោះឲ្យយើងខ្ញុំរួចពីសេចក្តីអាក្រក់វិញត្បិតរាជព្រះជាស្ដានិងសេរីល្អជារបស់ផងទ្រង់នៅអស់កលជានិច្ចអាមែនត្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ដែលមនុស្សលោកប្រព្រឹត្តធ្វើនោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរតែបើអ្នករាល់គ្នាមិនអត់ទោសចំពោះការរំលងច្បាប់ឲ្យទេនោះព្រះវរបិតានៃអ្នកទ្រង់ក៏មិនអត់ទោសចំពោះការរំលងច្បាប់ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរកាលណាអ្នករាល់គ្នាតមអាហារនោះកុំឲ្យធ្វើទឹកមុខក្រៀមដូចជាមនុស្សមានពុតឡើយត្បិតគេខ្លែងទឹកមុខស្រងត់ឲ្យមនុស្សលោកឃើញថាគេតមខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាគេបានរង្វាន់ជាហើយតែអ្នកកាលណាតមនោះចូលឲ្យលាបគ្រឿងក្រអូបនៅលើក្បាលហើយលុបមុខចេញដើម្បីកុំឲ្យមនុស្សលោកឃើញថាអ្នកតមឡើយគឺឲ្យព្រះវរបិតានៃអ្នកដែលគង់នៅទីលក្ខកំបាំងបានឃើញវិញនោះព្រះវរបិតានៃអ្នកដែលទ្រង់ទតឃើញនៅទីលក្ខកំបាំងទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រសិទ្ធច្បាស់កុំឲ្យប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅផែនដីជាកន្លែងដែលមានកន្លានិងជ្រែស៊ីឡើយហើយចោលទម្លុះប្លន់នោះឡើយត្រូវប្រមូលទ្រព្យសម្បត្តិសម្រាប់ខ្លួនជានៅឯស្ថានសួគ៌វិញដែលជាកន្លែងគ្មានកន្លាតឬជ្រែស៊ីបំផ្លាញឡើយក៏គ្មានចោលទម្លុះឬប្លន់ផងពីព្រោះទ្រព្យសម្បត្តិរបស់អ្នកស្ថិតនៅកន្លែងណានោះចិត្តអ្នកនឹងនៅកន្លែងនោះដែរឯចង្កៀងរបស់រូបកាយគឺជាភ្នែក
ដូចនេះបើភ្នែកអ្នកល្អនោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺតែបើភ្នែករបស់អ្នកបើភ្នែកអ្នកអាក្រក់វិញនោះរូបកាយអ្នកទាំងមូលនឹងត្រូវងងឹតសូន្យយ៉ាងនោះបើពន្លឺដែលនៅក្នុងខ្លួនអ្នកជាសេចក្តីងងឹតហើយចុះសេចក្តីងងឹតនោះនឹងបានជាខ្លាំងអំបានទៅណោះគ្មានអ្នកណាអាចនឹងបំរើចៅវាយពីរអ្នកបានទេបើអ្នកនោះនឹងស្អប់មួយហើយស្រឡាញ់មួយឬស្មោះត្រង់នឹងមួយហើយមើលងាយមួយអ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះនិងទ្រព្យសម្បត្តិផងបានទេដោយហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថាកុំឲ្យខ្វល់ខ្វាយនឹងជីវិតដែលនឹងបរិភោគអ្វីឬនឹងរូបកាយនឹងដែលស្លៀកពាក់អ្វីនោះឡើយឯជីវិតតើមិនវិសេសជាងចំណីអាហារហើយរូបកាយតើមិនវិសេសជាងសម្លៀកបំពាក់ទេឬអីចូលពិចារណាពីសាស្ត្រនៅលើអាកាសវាមិនសាបព្រោះមិនជ្រុតកាត់ឬប្រមូលដាក់ក្នុងជង្រុកផងតែព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ទ្រង់ចិញ្ចឹមវាឯអ្នករស់គ្នាតើគ្មានតម្លៃលើសជាងសត្វនោះទេឬអីចុះនៅក្នុងពួកអ្នករស់គ្នាតើមានអ្នកណាដែលអាចនឹងបន្ថែមកម្ពស់ខ្លួនមួយហាត់ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេហើយពីដំណើរសម្លៀកបំពាក់តើអ្នករាល់គ្នាខំខ្វល់ខ្វាយធ្វើអ្វីចូលរំពឹងគិតថាតែទីផ្កាឈូកនៅក្នុងបឹងដែលវាដុះជាយ៉ាងដូចម្ដេចគឺវាមិននឿយហត់នឹងធ្វើការឬស្រោវរវៃទេតែខ្ញុំប្រាប់អ្នករាល់គ្នាថាសូម្បីតែហ្វូងស្លមូនក្នុងគ្រាដែលមានគ្រប់ទាំងសេចក្តីរុងរឿងរបស់ទ្រង់នោះទ្រង់មិនបានតែងអង្គដូចជាផ្កាមួយនោះផងរីឯតិចណាជាតិដែលដោះនៅវាលក្នុងថ្ងៃនេះហើយថ្ងៃស្អែកត្រូវគេដុតនៅជើងក្រានបើព្រះទ្រង់តបតែងស្មៅយ៉ាងដូច្នោះនោះឲ្យមនុស្សមានជំនឿតិចអើយតើទ្រង់មិនតបតែងឲ្យអ្នករាល់គ្នាលើសជាងទៅទៀតទេឬអីដូច្នេះកុំឲ្យខ្វល់ខ្វាយថាតើត្រូវបរិភោគអ្វីឬស្លៀកពាក់អ្វីនោះឡើយត្បិតគឺជាសាសដតីទីតើដែលខំស្វែងរករបស់ទាំងនោះវិញឯព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ទ្រង់ជ្រាបហើយថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរចូលស្វែងរកនគរនិងសេចក្តីសុចរិតនៃព្រះជាមុនសិនទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផងដូច្នេះកុំឲ្យខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយចំពោះការរបស់ថ្ងៃនោះឯងសេចក្តីលំបាកនៅថ្ងៃណានោះគឺលំមត្រឹមថ្ងៃនោះហើយ